សួស្តីដល់អ្នកនាងថ្ងៃនេះខ្ញុំមកនិយាយពាក់ព័ន្ធជាមួយនឹងគោលទឹកចំនួននៅនេប៉ាល់ដែលខ្មែរយើងមួយចំនួនខ្ញុំមិនដឹងថាគាត់ទទួលបានព័ត៌មានមកពីណាទេហើយគឺគាត់អត់ព្យាយាម research ឲ្យបានច្បាស់ទេទៅបែរជាអ្នកខ្លះថាអីណាកើតឡើងដោយសារបាក់ទំនប់ទឹកនៅចិនអីណាហើយដោយសារចិនធ្វើអំពើអាក្រក់ច្រើនពេកអីណាខ្ញុំអត់យល់បណ្ដោយទាំងតែគាត់ពេលខ្លះដល់ពេលអញ្ចឹងវាធ្វើឲ្យព័ត៌មានហ្នឹងគឺវាញ៉ៃមែនទែនហើយសំបីតា AI ក៏អញ្ចឹងដែរឥឡូវគឺខ្លាចមែនទែនគឺ AI នេះអញ្ចឹងតាមការចេញផ្សាយរបស់ CNN នេះខ្ញុំអាននៅលើ CNN ហ្នឹងគឺខ្ញុំកំពុងអានមកអញ្ចឹងគឺអ្នកវិទ្យាសាស្ត្រគាត់បានកំពុងតែស៊ើបអង្កេតពាក់ព័ន្ធជាមួយនឹងទឹកលិចដែលប៉ះពាល់ទៅដល់ចិនហើយនឹងនេប៉ាល់នៅតំបន់ជាប់ព្រំដែនប្រទេសទាំងពីរហ្នឹងដែលវាធ្វើឲ្យមនុស្សរងគ្រោះច្រើនមែនទែនហើយបាត់ខ្លួនច្រើនមែនទែនមើលទៅខ្ញុំមើលគឺសៀវមែនទែនអ្នកគាត់ថតវីដេអូបានហ្នឹងគឺគាត់ថតទៅគឺឃើញទឹកបាក់មកសាហាវហ្មងទំនប់ទឹកមកគឺសាហាវអាហ្នឹងដូចជាអីដែលគេនិយាយថាទំនប់ទឹកបាត់នេះចិនតែអានេះគឺវាកាត់ឡើងដោយសារតែភ្នំនៅនេប៉ាល់ហ្នឹងគឺភ្នំហេម៉ាឡ័យហ្នឹងនៅហ្នឹងគឺវាកន្លែងជាផ្ទាំងតកកច្រើនមែនទែនហើយបញ្ហាហ្នឹងគឺគេសន្តានអាចមកពីគឺផ្ទាំងតកកហ្នឹងគឺវាអត់លាយបន្ទាប់មកផ្ទាំងតកកធំដែលវាផ្ដុំគ្នាពីតកកហ្នឹងគឺវាចាប់បានលាយដោយសារតែការប្រែប្រួលរបស់អាកាសធាតុហ្នឹងទៅ climate change ដែលគេហៅថាអង់គ្លេស climate change ហ្នឹងគឺវាចាប់បានលាយគឺវាហូរមកម្ដុំធំហ្មងនៅពេលដែលវាបាក់មកម្ដុំធំហ្នឹងគឺវាទឹកមកចំនួនមកខ្លាំងមកវាថាភ្លាមនៅពេលអញ្ចឹងអត់មានអីដែលធ្វើឲ្យដឹងភ្លាមទេអញ្ចឹងខ្ញុំទៅមើលវីដេអូអ្នកដែលគាត់កម្មករអីគាត់ធ្វើការហ្នឹងគឺខូចវីដេអូគាត់ហត់ហើយខ្ញុំទៅមើលវីដេអូហើយគឺប្រជាជនគេឃើញតែឃើញភ្លាមហ្នឹងគាត់ជួយសែកគ្នាឲ្យហត់អញ្ចឹងហើយបនសង្គមតានឹងហត់ឲ្យបានអញ្ចឹងព្រោះបញ្ហាច្រើនមែនទេហើយប្រជាជនអ្នកធ្វើដំណើរអ្នកដែលគាត់ទៅដើរលេងកម្សាន្តហ្នឹងក៏មានអ្នកបាត់ខ្លួនច្រើនដែរនេះជាអីដែលកាត់ឡើងធម្មជាតិអញ្ចឹងមកថាព្យាយាមថែរក្សាដើមឈើព្យាយាមនិយាយទៅធ្វើមិនធម្មជាតិកុំបំផ្លាញវាសោះតើបំផ្លាញខ្ទេចខ្ទីអស់អុកស៊ីហ្សែនអេកូឡូស៊ីអីហ្នឹងគឺអាកាសធាតុចាប់ផ្ដើមប្រែប្រួលច្រើនយើងព្យាយាមថែកុំព្យាយាមបំផ្លាញឲ្យដែលវាកាត់ឡើងពីធម្មជាតិណាអញ្ចឹងបន្ទាប់ពីការសន្តានបន្តមកគេក៏បានហូបពីខាង NASA ដែលគេមើលហូបមុនពេលដែលបាក់ផ្ទាំងតកកដែលគេសន្តានហ្នឹងហើយនឹងក្រោយហ្នឹងគឺវាពិតជាបាក់មែនហើយបាក់ទៅចូលទន្លេគឺវាធ្វើឲ្យទឹកបុកមកលិចខ្លាំងមែនទែនហើយវាក៏អាចប៉ះពាល់ដល់ចិនដែរព្រោះវាជាប់ព្រំដែនចិនអញ្ចឹងចាំមើលថាតើនឹងមានមនុស្សរងគ្រោះចំនួនប្រមាណនេះហើយត្រូវមានការខូចខាតអីខ្លះយើងចាំមើលតទៅទៀតហើយនេះរឿងហ្នឹងគឺផ្អើលពេញពិភពលោកហ្មងដោយសារតែវាប៉ះពាល់ប្រជាជននិងជីវិតមនុស្សយើងច្រើនមែនទែនអរគុណបាយ